ពេល10ថ្ងៃកម្ពុជាថៃបានបោះបង្គោលបណ្ដោះអាសន្ននៅលើទឹកដីជាក់ស្ដែងបានចំនួន94បង្គោលត្រឹមរយៈពេល10ថ្ងៃកម្ពុជាថៃបានចុះពិនិត្យទីតាំងជាក់ស្ដែងលើការបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ52និងលេខ59ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកគំរៀងខេត្តបាត់ដំបងរបស់កម្ពុជាជាប់នឹងខេត្តចន្ទបុរីថៃដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលស្មើនឹងប្រមាណ56%យោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី17ខែវិច្ឆិកាថាភាគីកម្ពុជានិងថៃបានឯកភាពគ្នាចុះអនុវត្តការងារនៅលើដីជាក់ស្ដែងចាប់ពីថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025រហូតមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះដោយបានបោះបង្គោលបណ្ដោះអាសន្ននៅលើដីជាក់ស្ដែងបានចំនួន94បង្គោលនៅលើផែនការសរុប166បង្គោលគិតជាភាគរយសម្រាប់បានប្រមាណ56%បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាភាគីទាំងពីរនឹងបន្តការបោះបង្គោលបណ្ដោះអាសន្ននេះឲ្យចាប់តាមផែនការនាពេលដ៏ខ្លីខាងមុខ